ស្រូចូលឲ្យមកឱកាសបាសេឡូណា Ferran Torres ទីមបំផុតលេងទាល់តែបានចាប់ផ្ដើមការប្រកួតហើយបាទបាសេឡូណាថ្ងៃនេះត្រូវរ៉ាប់រងការងារបាទរឿងធ្ងន់បន្តិចប៉ះជាមួយនឹងក្រុមលំដាប់លេខ1នៅឯ La Liga 2បាទគឺ Racing ឬយើងហៅថា Real Racing Santander លេងបាល់រ៉ាលឿនបាទទៅពី Jules Koundé ទាត់ស្រូនៅសល់ម្នាក់ទៀតទប់បាល់បានអាយ៉ា Racing Club ដាក់គំនាបទៅលើក្រុមបាសេឡូណាលំដាប់លេខ1កម្រិត1កាត់ចូលមកទៀតឆ្វេងអត់ទេ Dani Olmo មិនអាចសុបបញ្ចូលទីបានអាយ៉ាការវាលុករបស់ The Real Racing Club អូយលើកទី16តែទាត់ស្ដាមអត់ចូលទេ Dani Olmo Pedri នៅបំរុងប៊ីតាមានគ្រាប់បាល់មួយគ្រាប់នាំមុខមុនមកសម្រាប់ក្រុមបាសេឡូណាយើងទស្សនាគ្មានអ្វីដែល offside ទេទាត់ខុសគោលដៅបាត់ Dani Olmo យើងទស្សនាអើយបាល់នេះគូតែមានមកគ្រាប់ Olmo សុទ្ធតែណាយនោះវិញបាទមកទាន់ដែរតែទាត់បាល់មិនពេញជើង Lamine Yamal Lamine Jules Koundé កាត់ចូលអើយនៅតែមិនអាចរកគ្រាប់បាល់បាននោះលឿនណាបដោយលឿនណាកីឡាកររបស់ Racing Club ក៏ប៉ុន្តែការផ្ដាច់អត់កើតបាទការបញ្ជូនបាល់កោងកន្លែងនេះ Ferran កាត់ចូលទាត់អាយ៉ាយាជើងចោលបាល់យកឆក់បាល់អត់បានទេឥឡូវទៅវិញហើយពីសំណាក់ក្រុមបាទ Real Racing Club Rafford មកជួយមកឆ្វេងដៃឲ្យបាល់ដេបញ្ជូនមកក្រោយកន្លែងនេះអូយបាទ Ferran Torres ទាត់មកជើងស្ដាំចាប់បានពីអ្នកចាំទីបាទឥឡូវយើងទស្សនាបានបាល់ពីសំណាក់ក្រុម Barcelona ស្លាប់ស្ដាំ Lamine Yamal Lamine លើកចូលឱកាសទៅឲ្យទាត់ឆ្វេងអត់ចូលទេ Rafford អើយអូយបាទបាល់ឡើងតំណងដែរអាចរកគ្រាប់បាល់បាន Rafford ណែ Marco Rafford អ្នកចាំទីទៅត្រូវចុងដៃបន្តិចFermin Lopez ស្រូចូលឲ្យមកឱកាសបាសេឡូណា Ferran Torres ទីមបំផុតលេងទាល់តែបានបាត់ដល់កទីបំផុតនៅទៅរកគ្រាប់បាល់បានចូល1-0បាសេឡូណាដាក់បានមួយគ្រាប់មុនដោយ Ferran Torres អ្នកដែលនាំរឿងនោះគឺ Fermin Lopez បដូរចូលមកនាំឲ្យមានគ្រាប់បាល់ស្រូបបាល់បែបហ្នឹងមកបានគេហៅថាគ្រោះថ្នាក់យើងទស្សនានេះ Fermin អត់ offside ទេបាទស្រូបចូលមក Ferran ទាញ Ferran ទាត់ផ្លឹបណែ Ferran ទាញមួយផុតអ្នកចាំទីបាត់ទាត់ផ្លឹបបាទនៅសល់អីទៀតអស់ហើយ 1-0 Racing ឡើងទប់ឡើងដើម្បីឲ្យមានគ្រាប់វិញកើតទេតែហ៊ានទប់ធ្លាក់ក្នុងដីខ្លួនឯងទៅទៀតហើយ Fermin អើយ Fermin រុញមកឆ្វេងអូយប៊ីដល់ Rafinha ឥឡូវបានបាល់ពី Marco Rashford ឲ្យមក Rafinha អត់ចូលទេផុតល្អណាស់ឱកាសរបស់ Racing Club ទាត់តែយ៉ាបញ្ជូនឲ្យគេមកអើយមិនបញ្ជូនឲ្យគេចឹងបានជះគេបញ្ជូនឆ្វេងបាទគេអត់កើតមែនបាទនេះម្នាក់បែកស្អែមនេះបើឲ្យគេទៅបានគ្រាប់ឯមិញនេះចាំមើលទេបាល់វាល្អហួសហេតុទាញបែរមកហើយបញ្ជូនឲ្យគេមកស្រួលបាំតិចទៅនឹងភ្លុចបាត់ហើយមិញនេះទៅសុទ្ធខ្លួនឯងលមោបដល់កបាល់យកបាទអញ្ចឹងចាញ់ធ្លាក់ទៅសំមុខហើយអាយ៉ាដាច់មាត់របស់យកឲ្យគេមកស្មើអបសាយយងនេះរូបភាពកន្លែងនេះអបសាយLamine ឲ្យមក Fermin Lopez ទាត់ថែមត្រូវដៃអាយ
ตบมาអាយ៉ាអត់លិតអាលីងក្របទី2អត់អាចកើតឡើងណែហ្វូមីនមកជើងស្ដាំមកថែមមួយទីពីលេវ៉ាណូស្គីនៅតែមិនចូលរ៉ាវីញ៉ាថាសុទ្ធវាអស់ចំហលីងដល់ក៏អាយ៉ាអត់អបសាយទេអោកស្មើអបសាយទៀតឃើញតែអបសាយឲ្យខ្ចៅហើយអបសាយចង់60ដងហើយនេះកន្លែងនេះអូអបសាយធំហ៎ No ឱកាសតាមស្មើរបស់ Racing ទាត់ឆ្វេងបញ្ជូនឲ្យគេជាប់បាត់ហើយអត់បញ្ជូនឲ្យគេទៅទីដែរឆ្លាស់ណាតោះគ្រាប់ទី2 3ទល់នឹង1បើធ្វើការមិនកើតមែនបើយករ៉ាហ្វីញ៉ាពីរគ្រាប់តល់បានបើយកហើយគេសុំទោសពូស្គីបញ្ជូនបាល់ខូចអស់ហលីងពីគ្រាប់ចុងមកដល់បងប្អូនយើងបាទយកស្រែកឲ្យខឹកកឡៅថ្ងៃព្រមសុទ្ធគ្រាប់ទី2ទេបាទ 2-0 បាទ 100% ទៅហើយដែល Racing Club ធ្លាក់ចេញពី Copa del Rey អញ្ញាកដាលផ្លុំក៏ចាបញ្ចប់ការប្រកួតតែម្ដងបាទ 2-0 បាសេឡូណាធ្វើបានល្អនៅក្នុងដីរបស់ Racing Club of Osato បាសេឡូណាឡើងទៅជួបក្រុម Real Sociedad នៅវគ្គ8ក្រុមចុងក្រោយបាទឈ្នះ 2-0 អរគុណបងប្អូនទាំងគ្នាសម្រាប់ការទស្សនាការប្រកួតនេះតាំងពីវិនាទីដំបូងបាទជូនពរសុខសប្បាយសំណាងល្អដល់គ្នាជាស្រ័យសម្រាប់ការថាអធិប្បាយខ្វះខាតលើសលួសខ្ញុំមានថាសូមទោសផងជួបគ្នានៅក្នុងការប្រកួតគូពិសេសនៅវេលាក្រោយៗជាបន្តទៀតសម្រាប់ពេលនេះខ្ញុំបាទហើយរវត្តក៏សូមអរគុណសូមគោរពលាត្រឹមតែប៉ុណ្ណេះ